Slauk sang sekret môi lục bồ thà Cun nay rô tam mặt tam yati no chay ra sana sam sti daha Prasa tẹ si gras thu bị ca ca ha kim gro dayate Phiệp thay thân ô cát lang pro con thọ tầng lại Mình men pro tại trâu ban ông coi lơ asana khpu chừng ghê lai Xôm bấy ban tôm lơ cùng pul đồng bồ prasad cọt đói Tao sạt cái ai khai chỉ sạt ẩn tri đôi mà đầy cát Chẳng này sịch đây phiệp thiệp đà lục opoma និយាយអំពីភាពថ្លៃថ្នូរឬក៏សេចក្តីថ្លៃថ្នូរនេះគឺថាអ្នកដែលមានសេចក្តីថ្លៃថ្នូរក៏ព្រោះតែមានគុណធម៌មិនមែនព្រោះតែត្រូវបានអង្គុយលើអាសនៈឬក៏ទីខ្ពស់ជាងអ្នកដទៃទេគឺថាទោះបីជាអ្នកនោះណាអង្គុយលើទីខ្ពស់ក៏ដោយប៉ុន្តែបើគ្មានគុណធម៌អ្នកនោះមិនឈ្មោះថាមានសេចក្តីថ្លៃថ្នូរឬក៏មិនឈ្មោះថាជាមនុស្សល្អទេអញ្ចឹងនៅក្នុងពុទ្ធសាសនាក៏ដោយក៏លោកបញ្ជាក់ថាអ្នកដែលប្រព្រឹត្តល្អណាដោយកាយវិច័យចិត្តអ្នកនោះឲ្យឈ្មោះថាជាជនថ្លៃថ្នូរណាជាបណ្ឌិតប៉ុន្តែបើអ្នកដែលមិនបានប្រព្រឹត្តខ្លួនល្អទេអ្នកនោះមិនឈ្មោះថាជាជនថ្លៃថ្នូរទេគឺថាជាបុគ្គលថោកទាបណាព្រោះតែធ្វើនៅអំពើថោកទាបអញ្ចឹងមានតែអំពើទេដែលបញ្ជាក់ថាជននោះជាពីលឬក៏បណ្ឌិតបានអញ្ចឹងបានលោកពោលថាគឺគុណធម៌ហើយដែលអាចធ្វើឲ្យមនុស្សនោះថ្លៃថ្នូរឬក៏អត់ដងអត់ដំប្រសើរខ្ពង់ខ្ពស់ណាតែបើថាគ្មានគុណធម៌នៅក្នុងខ្លួនទេទោះថាអង្គុយលើអាសនៈណាផុតមេឃផុតផ្កាយយ៉ាងណាក៏ដោយជននោះក៏មិនបានឈ្មោះថាជាមនុស្សថ្លៃថ្នូរដែររហូតដល់លោកប្រៀបធៀបឧបមាថាសត្វក្អែកបើទោះបីជាទុំលើកំពូលដំបូលប្រាសាទប៉ុន្តែក៏មិនអាចខ្លាយទៅជាសត្វឥន្ទ្រីទេណានៃសេចក្តីប្រៀបធៀបនេះយ៉ាងណាមិញចំពោះមនុស្សគ្រប់រូបដែលបានកើតឡើងមកនៅក្នុងលោកនេះណាមានតែគុណធម៌សីលធម៌សុជីវធម៌ណាសង្ឃហធម៌ទេដែលអាចបញ្ជាក់ថាជននោះជាមនុស្សថ្លៃថ្នូរជាមនុស្សល្អបានណាទោះថាមានទ្រព្យសម្បត្តិមានចំណេះវិជ្ជាកប់ពពកប៉ុន្តែបើគ្មានគុណធម៌នៅក្នុងខ្លួនគ្មានសីលធម៌គ្មានការប្រព្រឹត្តនៅអំពើជាកុសលធម៌អ្នកនោះមិនអាចឈ្មោះថាថ្លៃថ្នូរបានទេមិនអាចឈ្មោះថាជាមនុស្សល្អបានទេពូមនុស្សល្អគេវាស់ថ្លឹងថ្លែងទៅលើអំពើដែលបុគ្គលនោះបានធ្វើណាមិនមែនវាស់ទៅលើទ្រព្យសម្បត្តិចំណេះវិជ្ជាគឺក៏អត់ដែរគឺវាស់ទៅលើអំពើដែលបុគ្គលនោះបានប្រព្រឹត្តបានធ្វើបានបដិបត្តិនៅក្នុងជីវិតអញ្ចឹងបើមនុស្សម្នាក់ចង់ខ្លាយទៅជាអ្នកថ្លៃថ្នូរណាជាមនុស្សល្អក៏បីសាងសន្សំនៅអំពើល្អដោយកាយវាចានិងចិត្តធ្វើរឿយណាចំពោះអំពើល្អទាំងអស់ហ្នឹងកុសលធម៌ទាំងឡាយគួរក៏បីណាធ្វើឲ្យច្រើននៅក្នុងចិត្តរបស់ខ្លួនឯងម្នាក់ដើម្បីឲ្យមានសេចក្តីថ្លៃថ្នូរទៅក្នុងជីវិតណាអញ្ចឹងនេះគ្រាន់តែជាពាក្យសំស្ក្រឹតមួយដែលលោកបញ្ជាក់ណាលោកប្រៀបធៀបណាថាគុណធម៌ហ្នឹងហើយដែលជាគ្រឿងធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ហ្នឹងមានណាសេចក្តីថ្លៃថ្នូរណាអញ្ចឹងណាមានពាក្យមកប៉ុណ្ណេះសម្រាប់ចែករំលែកដល់កណ្ណាម្ចាស់ញាតិញោមប្រុសស្រីឲ្យបានជាគ្រឿងពិចារណាសូមជ្រះថ្លាអនុមោទនា